លុយឲ្យគេខ្ចីកាន់តែច្រើនមានសត្រូវកាន់តែច្រើនលុយអាចលៀងចិត្តញាតមួយចំនួនលែងស្គាល់តម្លៃនៃគុណធម៌លុយអាចធ្វើឲ្យមនុស្សបាត់ជំនឿបាត់ទំនុកចិត្តគ្នាឥទ្ធិពលនៃលុយអាចកែប្រែមិត្តភាពបងប្អូនคล้ายទៅជាអ្នកដទៃលឿនបំផុតលុយបង្រៀនមនុស្សចេះខ្សែលើចំពោះមនុស្សល្អនិងក្បត់មនុស្សជុំវិញខ្លួនកុំព្រោះតែលុយក្បត់ឧត្តមគតិរបស់ខ្លួននិងក្បត់មនុស្សល្អលុយឲ្យគេខ្ចីកាន់តែច្រើនមានសត្រូវកាន់តែច្រើនលុយអាចលៀងចិត្តញាតមួយចំនួនលែងស្គាល់តម្លៃនៃគុណធម៌លុយអាចធ្វើឲ្យមនុស្សបាត់ជំនឿបាត់ទំនុកចិត្តគ្នាឥទ្ធិពលនៃលុយអាចកែប្រែមិត្តភាពបងប្អូនคล้ายទៅជាអ្នកដទៃលឿនបំផុតលុយបង្រៀនមនុស្សចេះខ្សែលើចំពោះមនុស្សល្អនិងក្បត់មនុស្សជុំវិញខ្លួនកុំព្រោះតែលុយក្បត់ឧត្តមគតិរបស់ខ្លួននិងក្បត់មនុស្សល្អលុយឲ្យគេខ្ចីកាន់តែច្រើនមានសត្រូវកាន់តែច្រើនលុយអាចលៀងចិត្តញាតមួយចំនួនលែងស្គាល់តម្លៃនៃគុណធម៌លុយអាចធ្វើឲ្យមនុស្សបាត់ជំនឿបាត់ទំនុកចិត្តគ្នាឥទ្ធិពលនៃលុយអាចកែប្រែមិត្តភាពបងប្អូនคล้ายទៅជាអ្នកដទៃលឿនបំផុតលុយបង្រៀនមនុស្សចេះខ្សែលើចំពោះមនុស្សល្អនិងក្បត់មនុស្សជុំវិញខ្លួនកុំព្រោះតែលុយក្បត់ឧត្តមគតិរបស់ខ្លួននិងក្បត់មនុស្សល្អលុយឲ្យគេខ្ចីកាន់តែច្រើនមានសត្រូវកាន់តែច្រើនលុយអាចលៀងចិត្តញាតមួយចំនួនលែងស្គាល់តម្លៃនៃគុណធម៌លុយអាចធ្វើឲ្យមនុស្សបាត់ជំនឿបាត់ទំនុកចិត្តគ្នាឥទ្ធិពលនៃលុយអាចកែប្រែមិត្តភាពបងប្អូនคล้ายទៅជាអ្នកដទៃលឿនបំផុតលុយបង្រៀនមនុស្សចេះខ្សែលើចំពោះមនុស្សល្អនិងក្បត់មនុស្សជុំវិញខ្លួនកុំព្រោះតែលុយក្បត់ឧត្តមគតិរបស់ខ្លួននិងក្បត់មនុស្សល្អលុយឲ្យគេខ្ចីកាន់តែច្រើនមានសត្រូវកាន់តែច្រើនលុយអាចលៀងចិត្តញាតមួយចំនួនលែងស្គាល់តម្លៃនៃគុណធម៌លុយអាចធ្វើឲ្យមនុស្សបាត់ជំនឿបាត់ទំនុកចិត្តគ្នាឥទ្ធិពលនៃលុយអាចកែប្រែមិត្តភាពបងប្អូនคล้ายទៅជាអ្នកដទៃលឿនបំផុតលុយបង្រៀនមនុស្សចេះខ្សែលើចំពោះមនុស្សល្អនិងក្បត់មនុស្សជុំវិញខ្លួនកុំ